លោកជំទាវឧត្តមសេនីយ៍ឯកម៉ាលីសុជាតាអ្នកនាំពាក្យក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាសូមជម្រាបជូនសាធារណជនអ្នកសារព័ត៌មានជាតិនិងអន្តរជាតិមេត្តាជ្រាបថានៅថ្ងៃប្រហោះទី13ខែវិច្ឆិកាឆ្នាំ2025នៅវេលាម៉ោង 7:58 នាទីព្រឹកនេះក្រុមការងារសម្របសម្រួលអ្នកសង្កេតការណ៍របស់ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាបានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT អញ្ជើញមកដល់មន្ទីរពេទ្យកម្ពុជាជប៉ុនមង្គលបុរីដើម្បីពិនិត្យប្រជាជនស៊ីវិលកម្ពុជាដែលត្រូវបានរងរបួសដោយសារការបាញ់ប្រហាររបស់យោធាថៃនៅភូមិព្រៃច័ន្ទឃុំអូបីជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី12ខែវិច្ឆិកាឆ្នាំ2025ម្សិលមិញនេះគោរំលឹកផងដែរថាកាលពីម្សិលមិញនេះយោធាថៃបានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋស៊ីវិលកម្ពុជាចំនួន2លើកគឺលើកទី1នៅវេលាម៉ោងប្រមាណ 15:50 នាទីនិងលើកទី2នៅវេលាម៉ោង 17:54 នាទីល្ងាចនឹងបានបង្កឲ្យប្រជាជនស៊ីវិលកម្ពុជារងរបួសសរុបចំនួន03នាក់និងបាត់បង់ជីវិតចំនួន01នាក់